បាទគោរពជ្រាបសួរពុកម៉ែបងប្អូនអរគ្នាបាទនេះគឺជាដំណឹងដ៏សោកសៅមួយបាទវេលាម៉ោង3:11នាទីបាទគឺខ្ញុំបានធ្វើដំណើរមកបានជួបបងប្អូនប្រជាពលរដ្ឋនៅតាមផ្លូវបាទហើយគាត់ក៏បានដំណឹងភ្លាមដែរបាទគឺមុននេះបន្តិចនៅខាងជប់កគីគឺមានប្រជាពលរដ្ឋរបស់ខ្មែរយើងម្នាក់បានស្លាប់បាត់បង់ជីវិតបាទដោយសារតែការប្លង់ចូលរបស់ថៃមកក្នុងទីកន្លែងរបស់ប្រជាពលរដ្ឋរស់នៅឥឡូវនេះគឺប្រជាពលរដ្ឋម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងកន្លែងកើតហេតុភ្លាមបាទហើយឥឡូវនេះគឺខ្ញុំកំពុងតែធ្វើការសណ្ដោងបាទធ្វើការសណ្ដោងនេះបាទសណ្ដោងគយន្តបាទធ្វើការសណ្ដោងគយន្តរបស់បងប្អូនប្រជាពលរដ្ឋដែលគាត់បានចេញពីតំបន់ជប់កគីដែលកំពុងតែមានហេតុការណ៍ក្តៅកគុកខ្លាំងមែនទែនបាទឥឡូវនេះគឺគយន្តរបស់គាត់នឹងខូចទៀតប៉ុន្តែជាសំណាងល្អដែរដែលបានជួបខ្ញុំនឹងធ្វើការសណ្ដោងរបស់គាត់យកទៅកន្លែងជាងដើម្បីធ្វើការជួសជុលបន្តទៀតបាទប៉ុន្តែដំណឹងមុននេះបន្តិចគឺជាដំណឹងដ៏សោកសៅមែនទែនបងប្អូនជាប្រជាពលរដ្ឋខ្មែរយើងម្នាក់ទៀតបានបាត់បង់ជីវិតហើយបាទសូមចូលរួមរំលែកទុកពីចម្ងាយផងបងប្អូនអ្នកគ្នាបើមានអ្វីទៅខ្ញុំនឹងធ្វើការរីកាជូនបន្តទៀតបាទអរគុណច្រើន